រឿងមារុត្តព្រាហ្មណ៍ចិញ្ចឹមតិរិឆានប្រសើរជាងចិញ្ចឹមភរិយាក្បត់កាលកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះមារុត្តនៅក្នុងស្រុកមួយក្បែរស្ទឹងចន្ទភាតាថ្ងៃមួយមារុត្តព្រាហ្មណ៍បានចេញទៅជួញឯនគរកតសិលាលុះត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានឃើញឆ្កែមួយស្គមនៅតែឆ្អឹងអង្គេស៊ីជ្រុះរោមអស់ដេកក្រោមសាលាសំណាក់មួយក៏មានសេចក្តីករុណាអាណិតអាសូរដល់ឆ្កែនោះពន់ពេកបានផ្សំថ្នាំឲ្យផឹកជាមួយរំពេចឆ្កែក៏មានសេចក្តីស្រឡាញ់បានដើរតាមព្រាហ្មណ៍នោះទៅព្រាហ្មណ៍បានចិញ្ចឹមឆ្កែនោះដោយសេចក្តីសង្គ្រោះក្នុងកាលជាខាងក្រោយមកភរិយារបស់ព្រាហ្មណ៍សម្រាលកូនមិនរួចពេទ្យក៏យកកាំបិតកាត់កូននោះជាកំណាត់តូចធំយកចេញមកខាងក្រៅផ្ទៃមារុត្តព្រាហ្មណ៍ជាស្វាមីបានឃើញដូច្នោះក៏កើតសេចក្តីសង្វេគនឿយណាយក្នុងការគ្រប់គ្រងផ្ទះបានលាភរិយាទៅបួសជាតាបសក្នុងព្រៃតែម្នាក់ឯងឯភរិយារបស់មារុត្តព្រាហ្មណ៍មិនយូរប៉ុន្មានក៏បែកចិត្តទៅនៅរួមជាមួយនឹងបុរសដទៃទៀតបានចងគំនុំប្រទុះនឹងព្រាហ្មណ៍ជាប្តីដើមដោយគិតថាមារុត្តព្រាហ្មណ៍នេះមានចិត្តអាក្រក់ណាស់លះបង់ចោលអញរត់ទៅបួសយកសុខតែម្នាក់ឯងឥតគិតគូរដល់អញបន្តិចបន្តួចឡើយគិតដូច្នោះហើយក៏និយាយប្រាប់ប្តីចុងថាបបិទ្ធអ្នកស្វាមីអ្នកត្រូវសម្លាប់មារុត្តព្រាហ្មណ៍កំណាចចោលចេញក្រែងថ្ងៃក្រោយវាត្រឡប់មកវិញឯសត្វឆ្កែបានស្ដាប់ពាក្យរបស់នាងនោះហើយក៏រត់ទៅនៅក្នុងព្រៃជាមួយនឹងមារុត្តតាបសថ្ងៃមួយបុរសជាប្តីចង់កាន់ធ្នូនិងបំពង់ព្រួញចូលទៅក្នុងអាស្រមរបស់តាបសគ្រានោះតាបសចេញទៅរកផ្លែឈើនិងមើមឈើជាអាហារបាត់ទៅនៅតែឆ្កែដេកចាំអាស្រមឯបុរសនោះកាលមិនឃើញតាបសក្នុងអាស្រមនោះហើយក៏អង្គុយក្បែរគុម្ពឈើមួយឆ្កែក៏លបចូលទៅខាំខ្សែធ្នូបុរសនោះដាច់ទៅបុរសនោះបានឃើញខ្សែធ្នូដាច់ក៏ធ្វើឲ្យជាប់វិញឆ្កែក៏លបខាំដាច់ទៀតអស់វរៈជាច្រើនដងលុះដល់តាបសត្រឡប់មកអាស្រមវិញបុរសនោះក៏ចងខ្សែធ្នូភ្ជាប់ព្រួញបំរុងនឹងបាញ់ឆ្កែក៏ស្ទុះទៅខាំទាញកន្ត្រាក់ឲ្យដួលដេកលើផែនដីដរាបដល់ដើរពុំរួចលំដាប់នោះតាបសបានឮសំឡេងឆ្កែក៏ដើរចូលទៅដោយរុះរាន់បានឃើញវិបការៈដូច្នោះហើយមានសេចក្តីករុណាអាណិតអាសូរបានថែទាំដំបៅបុរសនោះរាបដល់ជាសះស្បើយហើយបញ្ជូនបុរសនោះឲ្យត្រឡប់ទៅផ្ទះវិញឯតាបសបាននៅក្នុងព្រៃជាសុខក្សេមក្សាន្តខំចម្រើនឈាននិងអភិញ្ញាកើតឡើងដល់អស់អាយុក៏បានទៅកើតក្នុងព្រហ្មលោក